for the possible explanation គឺដោយសារតែ David lineage បានន័យថាខ្សែគ្រួសាររបស់ David អីដែលខ្ញុំសង្កត់ធ្ងន់ទៅលើគឺ David Isabek ដែលមាន information ក៏ដូចជា knowledge ពាក់ព័ន្ធជាមួយនឹង emu ហើយពីវិធីដើម្បី overthrow emu ដោយ like Roger the Pirate King តែតែមាន Poneglyph និងមាន information មួយចំនួនមែនក៏ប៉ុន្តែអត់អាចទៅដល់បន្ទប់របស់ emu ឬក៏ស្គាល់ថា emu នឹងជាអីឬក៏ស្គាល់ថាត្រូវធ្វើម៉េចដើម្បីយកឈ្នះ emu ទេពេលហ្នឹង Roger ជួប emu ហើយក៏លែងតាមរក emu ទៀតទៅ David Isabek គឺជាមនុស្សតែម្នាក់គត់ដែលចូលទៅដល់ throne room របស់ emu ហើយនៅក្នុង chapter នេះ panel នេះ David Isabek គឺចង់បាន Devil Fruit 2ហើយក្នុងការដែលចង់បាន Devil Fruit 2ហ្នឹងក៏ David Isabek ដឹងថាធ្វើម៉េចដែលអាច hold ឬក៏ចង់និយាយថាគ្រប់គ្រង Devil Fruit 2ក្នុងពេលតែមួយបានដែរ Blackbeard ក៏ជា member របស់ David Clan ដែរអញ្ចឹង information មួយនេះ Blackbeard ប្រកាសជាដឹងពីឪពុកឬក៏ពីដោយសារតែ Iris ហើយទី2គឺ Blackbeard មានព័ត៌មាន information ពាក់ព័ន្ធជាមួយនឹង how to control the fruit ពី David Clan ហើយមានហិង្កាយ special ដោយសារតែខ្លួនឯងជា clan member of David